ជំរាបសួរបងប្អូនឥឡូវជាមួយនឹងផ្សារតេស្តបច្ឆេះបាទឆេះទៅសម្រាប់ឡាន350សុទ្ធបាទមើលឡានយើងបិទវាបាទនេះដូចថាយើងឡានចតចោលអញ្ចឹងយើងចង់បច្ឆេះបាទយើងចុចមួយទៅនេះគាត់បាទដំបូងឃើញហ្នឹងឡានឆេះហ្នឹងហើយចឹងយើងមិនបាច់ចាំទៅចូលបច្ឆេះមិនបាច់ចូលទៅជន់ប្រាំងបាច់ទឹកទៅចុចអីទេចឹងបងប្អូនចង់ឆេះបានឆេះចង់ប្លុតបានប្លុតបាទឥឡូវបងឆេះបាទខ្ញុំចុចប្លុតណាបាទហេចឹងនិយាយទៅគឺឥឡូវទៅស្រួលហ្មងបាទហើយរយៈចម្ងាយវាហ្នឹងមិនខុសពីសោស៊ីនវាទេសោស៊ីនវាបានប៉ុណ្ណាគឺវាបានប៉ុណ្ណឹងអញ្ចឹងបងប្អូនខ្លះមិនសួរចឹងខ្ញុំចង់ប្រាប់ប៉ុណ្ណឹងថាតឡើងទៅវាមាន option ចុចបច្ឆេះហើយរឿងតេឡេរឿងលុកនឹងចាក់លុកអីហ្នឹងគឺប្រព័ន្ធស៊ីនវានៅប៉ុណ្ណាគឺនៅប៉ុណ្ណឹងអញ្ចឹងណាបាទព្រោះតែយើងអាប់ដេតឲ្យបច្ឆេះពីចម្ងាយបាទបច្ឆេះដើម្បីឲ្យបានវិភាគតែមិនមែនទៅបច្ឆេះទៅបាក់លុកឲ្យគេទុកឲ្យគេចូលបានទេបើវាចាក់លុកវានៅតែចាក់លុកហ្នឹងតែបើយើងចង់បាក់លុកហើយយើងចុចបច្ឆេះក៏បានប៉ុន្តែជាធម្មតាគឺខ្ញុំចង់ធ្វើនេះអាប់ដេតឲ្យឡានប្រលត់ចោលហើយចតព្រៀបហើយយើងចុចបច្ឆេះតែលុកអត់មានបើកទីបច្ឆេះតឡានទីចង់និយាយចឹងណាពេលតែបច្ឆេះតឡានតិចពេលយើងចូលទៅយើងប្រលត់ហើយយើងចូលក៏បានយើងយកសោចាក់ចូលក៏បានតែនេះជារឿងប្រព័ន្ធស៊ីនមកយើងទេធម្មតាតឡានឆេះស្មាតក៏ដើរទេចឹងណាហ្នឹងហើយចឹងយើងអាចប្រលត់ហើយចាំបាត់វាចូលទៅសំខាន់ចេតនាយើងចង់ធ្វើគឺឲ្យឡានមានអូតូ AC ឬក៏មានremote engine starter ហ្នឹងហើយព្រោះឡានធម្មតាទៅ10មានតែ1ទេដែល option នឹងមានអញ្ចឹងឥឡូវនេះខ្ញុំធ្វើឲ្យមាន option នឹងទាំងអស់គ្រប់ឡាន350 450 Pro 010 0409ក៏បានចំពោះ016ហ្នឹងក៏កំពុងមើលដែរក៏អាចថាបានដែរបាទចឹង 4X 330អីក៏កំពុងតែស្រាវជ្រាវដែរបើបងប្អូនចង់ធ្វើបងប្អូនចង់កំងអាចយកឡានមកបានបាទនេះច្រើនតែកន្លះថ្ងៃឯងហើយឯងបាទនឹងធ្វើឲ្យបានបាទអរគុណច្រើន